នៅថ្ងៃទី10ខែធ្នូឆ្នាំ2025ទឹកចិត្តដ៏ថ្លៃថ្លារបស់សមាជិកនិងយុវជនសហគមន៍កសិកម្មបួសាមគ្គីមានជ័យដើម្បីសម្ដែងការដឹងគុណនិងការគាំទ្រដល់វីរភាពរបស់បងប្អូនទាហានជួរមុខដែលបានលះបង់ដើម្បីការពារជាតិក្រោមពាក្យស្លោកសាមគ្គីមានជ័យថ្ងៃនេះសហគមន៍បានប្រគល់ជូនទឹកសុទ្ធ150យួរដល់កងទ័ពជួរមុខរបស់យើងតាមរយៈលោកចិនសុជាតិទាំងនេះគ្រាន់តែជាចំណែកតូចមួយពីទឹកចិត្តរបស់យើងទាំងអស់គ្នាយើងខ្ញុំសូមជូនពរបងប្អូនទាហានទាំងអស់មានសុខភាពល្អនិងជោគជ័យក្នុងបេសកកម្មទោះបីមិនបានចេញទៅជួបមុខដោយផ្ទាល់សមាជិកសហគមន៍ទាំងអស់បានរួបរวมគ្នាបញ្ចូលក្តីស្រឡាញ់និងការគាំទ្ររបស់ខ្លួនទៅកាន់វីរបុរសរបស់យើងសូមគោរពនិងអរគុណបងប្អូនទាហានទាំងអស់សហគមន៍កសិកម្មបួសាមគ្គីមានជ័យសូមបន្តចូលរួមចំណែកក្នុងសង្គមជាតិបាយស្អាតតាមស្អាតត្រូវតែប្រើសាប៊ូនិងចានគួរសាមួយនេះមិនចៃ